អ្វីដែលយើងដឹងអំពីការចាប់ខ្លួនរបស់លោក Maduro និងផែនការរបស់អាមេរិកដើម្បីរត់វេណេស៊ុយអេឡាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានលើកឡើងនៅរឿងការចាប់ខ្លួនរបស់លោក Maduro ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro របស់ប្រទេសវេណេស៊ុយអេឡាបន្ទាប់ពីការវាយប្រហារទ្រង់ទ្រីធំលើប្រទេសអាមេរិកខាងត្បូងលោក Trump បាននិយាយថាប្រធានាធិបតីស្លាប់ឆ្វេងរបស់វេណេស៊ុយអេឡានិងភរិយារបស់លោកត្រូវបានយន្តហោះចេញដំណើរនៅក្នុងប្រតិបត្តិការយោធាដែលធ្វើឡើងដោយភ្ជាប់ជាមួយការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកពួកគេត្រូវបានចោទប្រកាន់ពីបទល្មើសគ្រឿងញៀននិងអាវុធនៅទីក្រុងញូវយ៉កវាកើតឡើងបន្ទាប់ពីការផ្ទុះត្រូវបានគេរាយការណ៍នៅទូទាំងរដ្ឋធានីការ៉ាកាសនៅព្រឹកព្រលឹមថ្ងៃសៅរ៍រួមទាំងនៅមូលដ្ឋានយោធារដ្ឋាភិបាលវេណេស៊ុយអេឡាបានដាក់ពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួននិងបានប្រកាសភាពអាសន្នជាតិខណៈដែលអនុប្រធានាធិបតី Delcy Rodriguez ហាក់ដូចជាត្រៀមខ្លួនដើម្បីកាន់តំណែងជាអ្នកដឹកនាំប្រទេសការចាប់ខ្លួនលោក Maduro កើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរដោយទីក្រុង Washington បានវាយលុកកប៉ាល់នៅតំបន់ Caribbean ដែលខ្លួននិយាយថាកំពុងត្រូវបានប្រើប្រាស់ដើម្បីដឹកគ្រឿងញៀនអាមេរិកបានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡាថាជាប់ពាក់ព័ន្ធផ្ទាល់ក្នុងការរត់ពន្ធគ្រឿងញៀននិងជាមេដឹកនាំខុសច្បាប់ខណៈដែលលោក Maduro បានចោទប្រកាន់អាមេរិកពីបទបំផិតបំភ័យនិងចង់រឹបអូសយកប្រេងរបស់ខ្លួនលោក Trump ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍បាននិយាយថាសហរដ្ឋអាមេរិកនឹងក៏ដំណើរការគឺវេណេស៊ុយឡាក៏រហូតដល់ការផ្លាស់ប្ដូរប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវនឹងយុត្តិធម៌ក៏ដោយបន្ថែមថាក្រុមហ៊ុនប្រេងអាមេរិកក៏នឹងផ្លាស់ប្ដូរចូលទៅក្នុងប្រទេសផងដែរតើយើងដឹងអ្វីខ្លះអំពីប្រតិបត្តិការលោក Maduro ត្រូវបានចាប់ខ្លួនដោយកងកម្លាំង Delta Force របស់កងទ័ពសហរដ្ឋអាមេរិកដែលជាអង្គភាពប្រឆាំងភេរវកម្មកម្ពុជារបស់យោធាដៃគូព័ត៌មានរបស់ BBC របស់សហរដ្ឋអាមេរិក CBS News បានរាយការណ៍ CBS បាននិយាយថាប្រភពជានៅខាងក្នុងរដ្ឋាភិបាលវេណេស៊ុយអេឡាបានជួយសហរដ្ឋអាមេរិកតាមដានទីតាំងរបស់លោក Maduro ក្នុងការដឹកនាំដែលជាផ្នែកនៃបណ្ដាញស៊ើបការសម្ងាត់ដ៏ទូលំទូលាយមួយថ្លែងជាមួយលោក Trump កាលពីថ្ងៃសៅរ៍លោកឧត្តមសេនីយ៍ Dan Kane ប្រធានអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយថា Operation Absolute Resolve ត្រូវការពេលជាច្រើនខែនៃការរៀបចំផែនការនិងការហាត់សមដោយមានកងកម្លាំងរងចាំអាកាសធាតុត្រឹមត្រូវយន្តហោះជាង150គ្រឿងត្រូវបានប្រើប្រាស់ដើម្បីទទួលបានក្រុមស្រង់ចេញចូលទៅក្នុងរដ្ឋធានីក្រុមនេះបានចូលមកហើយចូលទៅក្នុងបរិវេណរបស់លោក Maduro ផ្ទះដែលស្រដៀងនឹងបន្ទាយ Guinness បើយោងតាម Trump នៅម៉ោង 02:01 ម៉ោងក្នុងស្រុក 05:01 GMT ដោយភ្លើងនៅទីក្រុង Caracas ត្រូវបានបិទដោយជនជាតិអាមេរិកប្រធានាធិបតីអាមេរិកបាននិយាយថាលោក Maduro បានព្យាយាមចូលទៅក្នុងកន្លែងសុវត្ថិភាពដែលមានកំពែងដែកដោយធ្វើវាទៅកាន់ទ្វារប៉ុន្តែមិនអាចបិទបានឡើយលោកបានបន្ថែមថាគ្មានកងកម្លាំងអាមេរិកណាម្នាក់ត្រូវបានសម្លាប់ទេហើយមានអ្នករងរបួសតិចតួចនៅក្នុងប្រតិបត្តិការនេះដែលគាត់បាននិយាយថាគាត់បានមើលការផ្សាយផ្ទាល់Maduro និងប្រពន្ធរបស់គាត់ត្រូវបានគេដាក់នៅលើប៉ាល់មួយហើយបន្ទាប់មកយន្តហោះដែលក្រោយមកបានចុះចតនៅឯមូលដ្ឋានទ័ពអាកាស Stewart ក្នុងរដ្ឋញូវយ៉កចម្ងាយប្រហែល60ម៉ាយ97គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Manhattan បន្ទាប់មកអ្នកទាំងពីរត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលឃុំខ្លួន Metropolitan ដែលជាកន្លែងសហព័ន្ធនៅ Brooklyn ក្នុងពេលដំណើរគ្នាជាមួយនឹងប្រតិបត្តិការយោធាការផ្ទុះយ៉ាងខ្លាំងត្រូវបានគេនៅក្នុងទីក្រុង Caracas ខណៈដែលផ្សែងត្រូវបានគេឃើញកើនឡើងពេញទីក្រុងវីដេអូនៃការផ្ទុះនិងឧទ្ធម្ភាគចហោះពីលើក្បាលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមប៉ុន្តែពួកគេមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេគេមិនដឹងថាមានអ្នករងរបួសឬអត់នោះទេរដ្ឋាភិបាលវេណេស៊ុយអេឡាក៏បាននិយាយផងដែរថារដ្ឋ Miranda, Araya និង La Guera ត្រូវបានវាយប្រហារលោក Trump បាននិយាយថាកងកម្លាំងអាមេរិកត្រូវបានគេរៀបចំសម្រាប់រលកទី2ប៉ុន្តែមិនចាំបាច់ដឹកនាំមួយទេព្រោះទី1គឺក៏ខ្លាំងអនុប្រធានាធិបតី Rodriguez នៅលើកញ្ចក់ទូរទស្សន៍រដ្ឋបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់និងឯកភាពគ្នាបានអំពាវនាវឲ្យមានការដោះលែង Maduro ដែលនាងបាននិយាយថាជាប្រធានាធិបតីតែមួយគត់ហើយបានបន្ថែមថា Venezuela នឹងមិនក្លាយជាអាណានិគមរបស់ប្រទេសណាមួយឡើយកាលពីល្ងាចថ្ងៃសៅរ៍តុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡាបានសម្រេចថាលោក Rodriguez គួរតែកាន់តួនាទីជាប្រធានាធិបតីបណ្ដោះអាសន្នទោះបីជាវាមិនច្បាស់ថាលោកស្រីបានចូលកាន់តំណែងក៏ដោយកាលពីព្រឹកថ្ងៃសៅរ៍លោក Trump បាននិយាយថាលោក Rodriguez បានស្បោះចូលកាន់តំណែងជាប្រធានាធិបតីហើយបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ហើយបានប្រាប់គាត់ថាយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការគឺលោក Trump បានបន្ថែមថានាងពិតជាមិនមានជំរឿទេរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសលោក Vladimir Padrino Lopez មុននេះបានអះអាងថាការវាយប្រហារបានវាយប្រហារតំបន់ជនស៊ីវិលហើយបាននិយាយថារដ្ឋាភិបាលកំពុងចងក្រងព័ត៌មានអំពីអ្នកស្លាប់និងរបួសលោកបានបន្ថែមថាវេណេស៊ុយអេឡានឹងទប់ទល់វត្តមានរបស់កងទ័ពបរទេស
រដ្ឋាភិបាលវេណេស៊ុយអេឡាបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយថ្កោលទោសពីការឈ្លានពានខាងយោធាដ៏ធ្ងន់ធ្ងរបំផុតដោយសហរដ្ឋអាមេរិកប្រឆាំងនឹងទឹកដីវេណេស៊ុយអេឡានិងប្រជាជននៅក្នុងទីតាំងស៊ីវិលនិងយោធាវាក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពអន្តរជាតិហើយបានពណ៌នាការវាយប្រហារថាជាការប៉ុនប៉ងដើម្បីដណ្ដើមយកធនធានយុទ្ធសាស្ត្ររបស់វេណេស៊ុយអេឡាជាពិសេសប្រេងនិងរ៉ែរបស់ខ្លួនក៏ក្នុងការប៉ុនប៉ងដើម្បីកបំបែកឯករាជ្យ